យាយឲ្យខ្ញុំមិនយល់ស្របនឹងរឿងនោះទេតាមពិតទៅខ្ញុំមិនដឹងថាហេតុអ្វីបានជាអាយ៉ានចង់រៀបការជាមួយអ្នកទេអាយ៉ានមានមនុស្សដែលនាងចូលចិត្តហើយនាងមាននរណាម្នាក់ដែលនាងចូលចិត្តគាត់ចូលចិត្តព្រះ5 ឆ្នាំមុនឪពុកម្ដាយរបស់អាយ៉ានបានស្លាប់យ៉ាងសោកសៅនៅលើយន្តហោះដែលពួកគេកំពុងធ្វើដំណើរកៅអីមួយអាយ៉ានបានបាត់បង់ឪពុកម្ដាយទាំងពីររបស់នាងយ៉ាងសោកសៅបានក្លាយជាក្មេងកំព្រាប៉ុន្តែអាយ៉ានគ្មានពេលសំបីតែសោកសៅឡើយពីព្រោះគ្រួសារលូទាំងមូលដើម្បីស៊ូដើម្បីមរតកដ៏ធំមួយជាប់គាំងក្នុងសង្គ្រាមស៊ីវិលអាយ៉ានក្នុងនាមជាអ្នកស្នងរត់តែម្នាក់គត់យើងត្រូវតែត្រឡប់មកវិញជាបន្ទាន់ដើម្បីធ្វើឲ្យស្ថានភាពមានស្ថិរភាពក្មេងស្រីនោះវាទើបតែកើតឡើងដូចនោះថ្ងៃនោះខ្ញុំបានទៅជួបលោកក្រវ័យក្មេងស្រីនោះកំពុងថ្លែងសុនទ្រកថានៅលើវេទិកាចៅវាយវ័យក្មេងសម្លឹងមើលគាត់យ៉ាងយូរនោះគឺជាក្មេងស្រីដែលចៅវាយវ័យក្មេងរបស់យើងចូលចិត្តតាំងពីឃើញដំបូងវាបានបង្ហាញថាមាននរណាម្នាក់ដែលខ្ញុំចូលចិត្តពេលកំពុងថតការពិសោធន៍បន្ទាប់មកហេតុអ្វីបានជាគាត់រៀបការជាមួយខ្ញុំហេតុអ្វីលោកស្រី Shell អ្នកមើលទៅដូចក្មេងស្រីនោះកាលពី5 ឆ្នាំមុនខ្ញុំដូចគាត់ដែរខ្ញុំដឹងថាហេតុអ្វីបានជាអាយ៉ានរៀបការជាមួយអ្នកព្រោះអ្នកស្រដៀងនឹងគាត់អ្នកគ្រាន់តែជាអ្នកជំនួសគាត់ប៉ុណ្ណោះ5 ឆ្នាំមុនយើងនៅឆ្ងាយពីគ្នាខ្លាំងណាស់ខ្ញុំមិនបានមើលឃើញច្បាស់ថាក្មេងស្រីនោះមានរូបរាងយ៉ាងណាទេយកលុយនេះទៅចាក់ចេញពីអាយ៉ានចុះស្ពានតើមានអ្វីកើតឡើងបន្ទាប់ពីចុះពីលើស្ពានមានរឿងអ្វីកើតឡើងស៊ីឈៀវមានអ្វីខុសជាមួយអ្នកហេតុអ្វីបានជាអ្នករវល់ខ្លាំងម្ល៉េះនេះមិនដូចអ្នកតតែសោះអ្នកជាមនុស្សញៀនការងារខ្ញុំឃើញតើអ្នកកំពុងគិតអំពីផ្លូវត្រូវទេខ្ញុំមិនមានសត្វកន្លាតទេគុំខ្មាស់ហ៊ានអីនេះជាអារម្មណ៍នៃការចូលចិត្តនរណាម្នាក់កំពុងចូលចិត្តនរណាម្នាក់តើការចូលចិត្តនរណាម្នាក់មានអារម្មណ៍យ៉ាងណាការចូលចិត្តនរណាម្នាក់គឺអ្នកនឹកគាត់ពេលអ្នកមិនឃើញគាត់បេះដូងខ្ញុំលោតញាប់ពេលខ្ញុំឃើញគាត់ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបានទេចុះបើដឹងថាគាត់ស្រឡាញ់អ្នកផ្សេងតើអ្នកនឹងសោកសៅខ្លាំងណាស់មែនទេខ្ញុំមិនត្រឹមតែនឹងសោកសៅទេខ្ញុំក៏នឹងច្រណែនផងដែរនេះជាអ្វីដែលចំណង់ចំណូលចិត្តមានវាបង្ហាញថាខ្ញុំបានលង់ស្នេហ៍នឹងថ្មសត្វក្តាន់បងប្រុសពិសោធន៍ពូទី2របស់អ្នកបានត្រឡប់ទៅប្រទេសចិនវិញហើយគាត់បាននិយាយថាគាត់ចង់មកផ្ទះរបស់អ្នកសម្រាប់អាហារពេលល្ងាចទោះបីជាគាត់ជាពូទី2របស់អ្នកក៏ដោយប៉ុន្តែពេលអ្នកបាត់បង់ឪពុកម្ដាយកាលពី5 ឆ្នាំមុនគាត់គឺជាអ្នកដែលបានដឹកនាំពូនិងពួកព្រឹទ្ធាចារ្យទាំងនោះសមរភូមិមរតកដែលផ្ដួចផ្ដើមដោយបូគាត់មិនអាចបង្កបញ្ហាអ្វីនៅពេលនេះទេដូច្នេះសូមឲ្យគាត់មកប្រសិនបើគាត់ចង់វានឹងជាឱកាសល្អសម្រាប់គាត់ក្នុងការជួបក្មួយស្រីរបស់គាត់ខ្ញុំកំពុងទូរស័ព្ទទៅឆែឈៀវឥឡូវនេះសួស្ដីលេខដែលអ្នកបានចុចត្រូវបានបិទឥឡូវនេះមិនអាចតាក់ទងគាត់តាមទូរស័ព្ទបានទេបងប្រុសនិងបងថ្លៃស្រីរបស់ខ្ញុំគួរតែនៅផ្ទះឥឡូវនេះកំពុងទៅផ្ទះពូទី2របស់ស្ត្រីចំណាស់កំពុងធ្វើដំណើរការឲ្យអ្នកបម្រើរៀបចំអាហារពេលល្ងាចគឺយាយនិងយាយចាស់បានត្រឡប់មកវិញហើយតើឈៀវសៀវនៅជាន់លើទេខ្ញុំបានទៅរកគាត់ប៉ុន្តែគាត់បានទៅបាត់ហើយមានន័យយ៉ាងណាអាយ៉ានអ្នកទាំងពីរមិនមែនជាគូស្រករគ្នាទេខ្ញុំបានអនុញ្ញាតឲ្យគាត់ចាក់ចេញណានប្រសិនបើស៊ីឈៀវពិតជាចាក់ចេញមែនបន្ទាប់មកអ្នកអាចភ្លេចអំពីការចង់បានចៅស្រីប្រសាស្រីក្នុងជីវិតនេះកុំគិតពីការសងសឹកប្រឆាំងនឹងព្រះអាទិត្យអីឯងកាច់ណាស់មនុស្សដែលមានសុជីវធម៌បែបនេះតើមនុស្សម្នាក់អាចនិយាយអ្វីដ៏ឃោរឃៅបែបនេះបានដោយរបៀបណាលេខដែលអ្នកបានចុចមិនអាចប្រើបានជាបណ្ដោះអាសន្នទេបងប្រុសឆែនអ្នកបានដើរ99ជំហានឆ្ពោះទៅរកគាត់រួចហើយតើពេលណាខ្ញុំអាចឈានមួយជំហានទៀតទៅរកអ្នកហេបងស្រីខ្លាយរបស់ខ្ញុំត្រឡប់មកវិញហើយ Skyfish Crossing លោកគ្រូទី10ពូទី2បានមកមិនក៏អ្នកនៅម្នាក់ឯងម្លេះកូនប្រុសរបស់អ្នកពូទី2នេះ
មានកូននៅចុងជីវិតមានតម្លៃណាស់វាថែមទាំងត្រូវបានគេដាក់ឈ្មោះថាចង់ចាក់ចេញពួកគេនឹងមកដល់ឆាប់នេះហាហាហាខ្ញុំនឹងប្រើកាំភ្លើងទឹកនេះដើម្បីថតការពិសោធន៍នៅពេលក្រោយហេតុអ្វីបានជាអ្នកប្រើកាំភ្លើងទឹកដើម្បីថតការពិសោធន៍ខ្ញុំនឹងផ្ដល់ហិរញ្ញប្បទានដល់គាត់ប៉ាខ្ញុំថាគាត់នឹងប្លន់យកលុយយើងប៉ាខ្ញុំក៏បាននិយាយថាគាត់ជាក្មេងកំព្រាគ្មានឪពុកម្ដាយតើគាត់នឹងអាចចំណាយលុយទាំងអស់នោះទៅលើផ្លូវទៅកាន់ជីវិតបរលោកបានទេនេះជារបៀបដែលអ្នកចិញ្ចឹមកូនប្រុសរបស់អ្នកមែនទេកុមារកុំបារម្ភពីរឿងច្រើនម្លេះហើយខ្ញុំមិនបាននិយាយអ្វីដែលកូនប្រុសខ្ញុំនិយាយទេខ្ញុំនឹងទៅរកលូស៊ីយ៉ានឥឡូវនេះអ្វីដែលអ្នកមិនត្រូវបានអនុញ្ញាតឲ្យធ្វើមិត្តតូចឲ្យចាំខ្ញុំប្រាប់អ្នកមិនត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងការពិសោធន៍បញ្ចូលទិន្នន័យទេហេតុអ្វីប៉ារបស់អ្នកមិនដឹងទេការពិសោធន៍នេះពាក់ព័ន្ធនឹងការបាត់បង់ទាំងឪពុកនិងម្ដាយប៉ុន្តែឥឡូវនេះគាត់មានប្រពន្ធហើយ